ស្ដីបងប្អូននេះគឺបង្ហាញបងប្អូនពីវិធីភ្ញាស់ពងកណ្ដូបនេះយើងចាប់ដើមភ្ញាស់ហើយភាសាពងកណ្ដូបយើងទុំរែងអញ្ចឹងយើងបាច់ចាំយកទៅត្រាំទឹកយកក៏យកទៅលាយទឹកអីទេបាទអានេះយើងភ្ញាស់ចំនួន2ឡាំងស្នោបាទ2ឡាំងស្នោនេះគឺយើងធ្វើចំនួន2ត្រួតបាទហើយដីខ្សាច់នេះគឺយើងត្រូវរែងវាឲ្យម៉ត់ល្អហើយសកត់បង្ហាប់វាឲ្យណែនបែបនេះដើម្បីឲ្យកណ្ដូបរបស់យើងហ្នឹងវាពេលដែលញាស់មកវាកុំឲ្យវាបុកទៅក្រោមណាញាស់មកវាប្រឹងថ្ដុលឡើងមកលើអញ្ចឹងយើងរែងដាក់វាឲ្យសួរថាជម្រៅដីខ្សាច់នេះយើងជម្រៅប្រហែលគឺប្រហែលជា2ហ៊ុនបាទយើងប្រហែលជា2ហ៊ុនទេយើងមិនបាច់ដាក់ក្រាស់ទេបងប្អូនយើងដាក់ខាងក្រោមដើម្បីឲ្យតែវាមានសំណើមពេលដែលយើងបាញ់ទឹកទៅវាជាប់សំណើមដើម្បីពងកណ្ដូបយើងញាស់ល្អទេបាទហើយបន្ទាប់មកយើងមានអីទៀតគឺយើងមានស្រកៃដូងនេះស្រកៃដូងម៉ត់ហើយស្រកៃដូងនេះគឺយើងវាសើមអឹបតិចតិចពីនាយមកស្រាប់អញ្ចឹងយើងបាច់ដាក់បាញ់ទឹកទេហើយយល់ល្អកុំបាច់សើមណាស្ងួតល្អដើម្បីយើងងាយស្រួលយើងរាយពីលើហើយចាំយើងបាញ់ទឹកពេលក្រោយអញ្ចឹងបាទហើយយល់ល្អរើសអាកតិចទីធំធំនេះចេញទៀតដើម្បីឲ្យកន្ទប់យើងងាយស្រួលញាស់អូខេអញ្ចឹងបងប្អូនមើលប៉ុណ្ណឹងណាអញ្ចឹងឥឡូវយើងដាក់ពងកណ្ដូបយើងចូលតែម្ដងបាទដោយសារខ្ញុំដៃមួយឥឡូវខ្ញុំស្តុបសិនចាំពេលរួចចាំពេលខ្ញុំដាក់រាយហើយចាំខ្ញុំឲ្យបងប្អូនមើលទៀតអូខេឥឡូវយើងចាប់ផ្ដើមរែងដាក់រាយរួចហើយនេះពងកណ្ដូបរបស់យើងបងប្អូនឃើញនេះហ្នឹងហើយពងកណ្ដូបនេះគឺយើងក្តិចស្នោក្តិចអីចេញស្អាតអស់ហើយបាទដោយសារដីខ្សាច់វារាងសើមបន្តិចការភ្ញាស់ពងកណ្ដូបយើងហ្នឹងវារៀងជាប់ដីខ្សាច់រៀងច្រើនអញ្ចឹងបងប្អូនឃើញមិនសូវស្អាតទេណាឃើញស្អាតទេអញ្ចឹងយើងដាក់រែងម៉ាសាចេះហើយយើងដាក់ស្កៃដូងរែងពីលើណារបៀបដាក់2ជាន់ហ្នឹងហើយពីព្រោះយើងអត់ចង់ដាក់ច្រើនណាច្រើនឡាំងស្នោអញ្ចឹងយើងដាក់2ជាន់បាទឥឡូវនេះស្កៃដូងយើងរែងរួចហើយណាយើងដាក់ស្ដើងអញ្ចឹងបងប្អូនយើងដាក់ក្រាស់ទេព្រោះយើងដាក់2ជាន់ណាតើណាភាសាយើងដាក់ពង2ជាន់ណាឥឡូវយើងបង្ហាញវិធីថ្មីរបៀបណាដាក់ភ្ញាស់ពងកណ្ដូបក្នុងឡាំងសោតែមួយតែ2ជាន់អូខេយើងឃើញណាយើងដាក់រែងស្ដើងនេះពងកណ្ដូបយើងអត់ទាន់លុបបាត់ទេភាសាយើងចង់ដាក់1ជាន់ទៀតឥឡូវយើងចាំតាមដានមើលបន្តទៀតឥឡូវយើងដាក់1ជាន់ទៀតអូខេឥឡូវនេះជាន់ទី2នេះបងប្អូននេះយើងដាក់ជាន់ទី2ឲ្យបងប្អូនមើលអញ្ចឹងចាំមើលថាតើវាញាស់ល្អប៉ុណ្ណាចាំមើលយើងតាមដានវីដេអូបន្តទៀតជាមួយនឹងការភ្ញាស់របៀប2ជាន់នៃពងកណ្ដូប2ត្រួតណា2ជាន់ឬក៏2ត្រួតហ្នឹងហើយឥឡូវយើងដាក់ស្កៃដូងមួយត្រួតទៀតអូខេរួចមួយហើយបាទយើងនៅតែយកគម្របមកគ្របទេអញ្ចឹងយើងនៅតែគម្របមកគ្របទេអញ្ចឹងយើងរួចហើយណាភ្ញាស់2ត្រួតឬក៏ហៅថា2ជាន់អញ្ចឹងយើងមើលថាតើវាញាស់ល្អកម្រិតណាចាំមើលឥឡូវយើងចាំតាមដានមើលទាំងអស់គ្នាអានេះយើងភ្ញាស់សម្រាប់ខ្លួនឯងទេយើងអត់ភ្ញាស់សម្រាប់អតិថិជនទេអតិថិជនយើងភ្ញាស់បែបតែមួយជាន់ទេដោយសារគាត់កំងតិចឬក៏យើងចង់ឲ្យគាត់រៀនពីរបៀបនៃការភ្ញាស់ដំបងសម្រាប់គាត់រៀនភ្ញាស់ផងអញ្ចឹងបើគាត់ចង់យល់អំពីវិធីភ្ញាស់2ត្រួតនេះចាំវគ្គទី2ឬក៏គាត់អាចសាកសួរបន្ថែមបន្ទាប់ពីធ្វើជោគជ័យវគ្គទី1អូខេអញ្ចឹងបន្ទាប់ពីយើងរៀបហើយយើងបាញ់ទឹកបាទយើងនេះដល់បាញ់ទឹកយើងបាញ់មកបាញ់ឲ្យសើមសំណើមមករួចជាស្រេចហើយបើយើងដាក់បាញ់ទឹកដបក៏បានដែរប៉ុន្តែបាញ់ទឹកដបវាជោគជាំពេកអញ្ចឹងយើងបាញ់ប៉ុណ្ណេះទៅវាសមរម្យហ្នឹងហើយរួចរាល់ហើយយើងវីដេអូហ្នឹងប៉ុណ្ណឹងរបៀបភ្ញាស់បាទកណ្ដូប2ត្រួតបាទវាខ្លាចតិចហ៎អញ្ចឹងបងប្អូនដែលមានតម្រូវការពងកណ្ដូបឬក៏ចង់បានពូជណាពងកណ្ដូបពីកសិកម្មរងសំបីណា free បច្ចេកទេសនៃការភ្ញាស់ណា free ឈុតវ៉ាក់សាំងកណ្ដូប free ដបបាច់ទឹកមួយណាសម្រាប់ណាដបបាញ់ទឹកមួយសម្រាប់បងប្អូនយកទៅរៀនភ្ញាស់បន្តទៀតមានឈុតតែម្ដងអូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនកុំភ្លេចចុច like subscribe follow ម្នាក់មួយដើម្បីទទួលបាននៅ
កំណត់តទៅនឹងកសិកម្មចិញ្ចឹមកដោបនេះទាំងអស់គ្នាអូខេ